ខ្ញុំបានដើរលើផ្លូវដែលគ្មានអ្នកធ្វើដំណើរពីមុនខ្ញុំបានភ្លក់រសជាតិនៃការដើរតាមម្នាក់ឯងហើយវាបានធ្វើឲ្យខ្ញុំខ្លាចជាមនុស្សកាន់តែស្ងៀមស្ងាត់ភាពស្ងៀមស្ងាត់មិនមែនខ្ញុំមិនជួបនឹងការលំបាកនោះទេផ្ទុយទៅវិញវាបង្រៀនខ្ញុំឲ្យចេះរំលាយវាចោលភាពស្ងៀមស្ងាត់មិនមែនមានន័យថាគ្មានរឿងអ្វីកើតឡើងនោះទេផ្ទុយទៅវិញវាធ្វើឲ្យខ្ញុំហ៊ានប្រឈមមុខនឹងការឡើងចុះនៃជីវិតតែម្នាក់ឯងប្រសិនបើអ្នកសប្បាយចិត្តវាក៏គង់នឹងកន្លងផុតទៅហើយប្រសិនបើអ្នកមិនសប្បាយចិត្តវាក៏គង់កន្លងផុតទៅដូចគ្នាបើអ្នកយល់ពីវាអ្នកនឹងមិនគិតច្រើននោះទេនៅពេលដែលអ្នកពិបាកចិត្តចូលល្អគួរតែនៅស្ងៀមស្ងាត់ហើយទុកវាចោលដើម្បីកុំឲ្យបេះដូងរបស់អ្នកហត់ខ្លាំងពេកទឹកក្តៅគង់តែត្រជាក់ស្នេហាគង់នឹងរលត់មនុស្សគង់នឹងប្រែប្រួលកុំជជែករឿងក្នុងចិត្តជាមួយនរណាម្នាក់វាពិបាកណាស់ក្នុងការស្វែងរកនរណាម្នាក់ឲ្យយល់ពីជីវិតរបស់អ្នកហើយប្រសិនបើអ្នកមិនតាក់ទងនរណាម្នាក់យូរទៅទំនាក់ទំនងនឹងរលាយបន្តិចម្ដងមនុស្សដែលដាច់ទំនាក់ទំនងស្នេហាពីអ្នកហើយនៅតែព្យាយាមតាក់ទងមកអ្នកលើសពី3ដងមានន័យថាគេនៅតែស្រឡាញ់អ្នកខ្លាំងដូច្នេះកុំចាំដល់គេបាត់បង់ទើបយើងរៀនចេះស្រឡាញ់ក្នុងជីវិតនេះគ្មាននរណាម្នាក់អាចគេចផុតពីហេតុនិងផលបានទេនៅពេលដែលអ្នកជួបមនុស្សដែលល្អចំពោះអ្នកហើយយល់ពីអ្នកត្រូវតែចេះរក្សាគេឲ្យបានល្អកុមារតែងតែយំនៅពេលដែលពួកគេដួលដើម្បីឲ្យមានគេជួយលើកចំណែកឯមនុស្សពេញវ័យពេលដែលដួលត្រូវក្រោកឈរដោយខ្លួនឯងខ្ញុំគិតថាយើងម្នាក់សុទ្ធតែឆ្លងកាត់រួចអស់ទៅហើយយើងមិនអាចយំនៅពេលដែលយើងមានអារម្មណ៍ថាខុសនោះទេទោះមានទុក្ខព្រួយប៉ុណ្ណានៅក្នុងចិត្តរបស់យើងមុនពេលដែលយើងជួបផ្ទះយើងទាំងអស់គ្នាត្រូវតែមានស្នាមញញឹមទោះបីជីវិតវាជូរចត់នៅខាងក្នុងក៏ដោយយើងក៏ត្រូវធ្វើពុតជាស្ងៀមស្ងាត់រឿងក្នុងលោកវាមិនល្អទាំងអស់នោះទេយើងគួររៀនត្រៀមចិត្តសម្រាប់បញ្ហានាពេលខាងមុខរៀនលេបបញ្ហាដោយខ្លួនឯងដោយមិននិយាយមួយម៉ាត់វាមិនមែនជាភាពអវិជ្ជមានឬកំសាកនោះទេតែវាជាការយល់ដឹងនិងការអត់ធ្មត់នៅក្នុងជីវិតនេះយើងមានផ្លូវដើររៀងខ្លួនគ្មាននរណាម្នាក់អាចនៅលើផ្លូវនេះជាមួយអ្នកគ្រប់ពេលវេលាបាននោះទេជំនួសឲ្យការរងចាំជំនួយនៅពេលអ្នកមានបញ្ហាអ្នកគួរតែរៀនដកបន្លាដែលជាឧបសគ្គរារាំងផ្លូវរបស់អ្នកដោយខ្លួនឯងប្រកបដោយភាពស្ងប់ស្ងាត់ទើបវាជាការប្រសើរខ្ញុំបានឆ្លងកាត់ការលំបាកនិងទុក្ខវេទនារាប់មិនអស់តែខ្ញុំបានតស៊ូក្នុងភាពស្ងប់ស្ងាត់ខ្ញុំមិនយំមិនរញ៉េរញ៉ៃនិងមិននិយាយអ្វីទាំងអស់ខ្ញុំប្រឈមមុខនឹងជីវិតតែម្នាក់ឯងដោយមិនដឹងខ្លួនភាពស្ងប់ស្ងាត់បានក្លាយជារឿងតែមួយគត់សម្រាប់មនុស្សពេញវ័យដូចជាយើងវិធីដើម្បីប្រឈមមុខនឹងពិភពលោកគឺយើងត្រូវភ្លក្សនៅភាពកក់ក្ដៅនិងភាពត្រជាក់នៃធម្មជាតិរបស់មនុស្សយើងយល់ថាពិភពលោកមានរឿងមិនល្អជាច្រើនហើយទុក្ខព្រួយសប្បាយបានបង្ហាញលើមុខរបស់យើងគួរតែរៀនទប់អារម្មណ៍ដែលបង្ហាញលើផ្ទៃមុខមួយនេះហេតុអ្វីយើងត្រូវលាតត្រដាងក្តីឈឺចាប់ទុក្ខសោកក្តីអាម៉ាស់ឲ្យអ្នកដទៃដឹងព្រោះយើងមិនដឹងថានរណាម្នាក់នឹងចាក់ពីក្រោយខ្នងយើងឡើយជនចម្លែកខ្លាចជាអ្នកស្គាល់អ្នកស្គាល់ខ្លាចទៅជាជនចម្លែកជំនួសឲ្យការបង្ហាញចូលរក្សាភាពស្ងៀមស្ងាត់រំលាយអ្វីគ្រប់យ៉ាងដោយភាពស្ងៀមស្ងាត់អ្នកដទៃអាចមើលឃើញពីទុក្ខសោករបស់យើងតែមិនអាចប្រាប់យើងគេមិនដឹងថាមានអ្វីនៅក្នុងចិត្តយើងនោះទេគេក៏មិនយល់ពីភាពជូរចត់របស់យើងដែរភាពស្ងៀមស្ងាត់មិនមែនសំដៅទៅលើការអត់ធ្មត់ឬលាក់ពុតឡើយប៉ុន្តែគឺជាការប្រមូលផ្ដុំកម្លាំងដោយភាពស្ងៀមស្ងាត់ភាពធន់នៅពេលដែលយើងប្រឈមមុខនឹងបន្លានៅពេលប្រឈមមុខនឹងអារម្មណ៍ចូលរក្សាភាពស្ងប់ស្ងាត់និងបន្តឆ្ពោះទៅមុខពេលប្រឈមមុខនឹងព្យុះភ្លៀងសូមរក្សាភាពស្ងប់ស្ងាត់មានរឿងជាច្រើនពេកហើយនៅក្នុងជីវិតហើយរឿងទាំងនេះនឹងត្រូវបំភ្លេចចោលទាំងអស់នៅទីបញ្ចប់បើយើងមានគំនិតច្បាស់លាស់
សកម្មភាពរបស់យើងនឹងរលូនចិត្តស្ងប់មានសេចក្តីប្រាថ្នាប៉ុន្តែមិនឆ្លុះវែងនឹងតណ្ហាមានក្តីសង្ឃឹមខ្ពស់តែត្រូវហ៊ានទទួលយកការពិតទើបជីវិតមានសេរីភាពមនុស្សដែលរស់នៅដោយសុខសាន្តចិត្តត្រូវមានសន្តិភាពមេឃកាន់តែខៀវពេលពពកឆ្លងកាត់មនុស្សភាគច្រើនខ្លាចអារម្មណ៍ដែលកើតឡើងភ្លាមពេលខ្លះស្នេហាធ្វើឲ្យរំភើបប៉ុន្តែពេលដែលយើងងាកមើលទៅក្រោយអ្វីៗគួរឲ្យធុញទ្រាន់ពេលខ្លះការស្អប់ធ្វើឲ្យយើងឈឺចាប់ប៉ុន្តែពេលដែលយើងមើលទៅក្រោយអ្វីៗក៏បាត់ទៅវិញពេលខ្លះទុក្ខសោកធ្វើឲ្យយើងខូចចិត្តប៉ុន្តែពេលដែលយើងក្រឡេកទៅក្រោយអ្វីៗក៏រលត់ទៅពេលខ្លះឈឺចាប់ចង់ស្លាប់ប៉ុន្តែពេលដែលយើងងាកមើលទៅក្រោយអ្វីៗក៏ល្អឡើងវិញមនុស្សដែលចាកចេញពីយើងប្រៀបដូចជារដូវក្តៅដែលពោពេញទៅដោយផ្ការដូវស្លឹកឈើជ្រុះតែមានផ្លែហើយរដូវរងាតែមានព្រិលទោះមនុស្សដែលយើងស្រឡាញ់ទៅបាត់ក៏ដោយក៏យើងនៅតែមានសុខភាពល្អភាពស្រស់ស្អាតនិងគ្មានកំហុសគេមិនបានយកពិភពលោករបស់យើងទៅឆ្ងាយទេយើងគួរតែបើកទំព័រជីវិតថ្មីមួយស្វែងរកពិភពលោកដែលកាន់តែអស្ចារ្យដោយគ្មានគេព្រោះយើងជាតួឯងការដោះស្រាយបញ្ហាមិនមែនស្វែងរកហេតុផលសម្រាប់បញ្ហានោះទេប៉ុន្តែត្រូវស្វែងរកភាពក្លាហានជីវិតតែងតែស្រស់ស្រាយហើយបើជំនឿដ៏កក់ក្ដៅទាំងនោះទ្រទ្រង់ជីវិតយើងជីវិតគឺជាការរៀនសូត្រត្រូវប្រឈមមុខនឹងអ្វីដែលគួរទទួលរស់នៅដែលអាកប្បកិរិយាស្ងប់ស្ងាត់បើមិនដូច្នេះទេយើងនឹងនៅឆ្ងាយពីសុភមង្គលជីវិតគឺជាការយល់ឃើញហើយជីវិតក៏ជាការយល់ដឹងនៅពេលដែលយើងសម្រេចចិត្តធ្វើអ្វីមួយបន្ទាប់មកយើងត្រូវតែធ្វើវាកុំខ្វល់នឹងការផ្ដល់យោបល់របស់អ្នកដទៃធ្វើតាមគំនិតរបស់អ្នកជីវិតមានរឿងត្រូវនិងខុសទោះបីជាការសម្រេចចិត្តរបស់អ្នកខុសក៏ដោយតែនៅទីបញ្ចប់អ្នកនឹងយល់ពីអ្វីដែលអ្នកធ្វើអ្នកនឹងទទួលបានខណៈពេលដែលអ្នកខកចិត្តនៅពេលដែលអ្នកមិនបានធ្វើអ្វីសោះ3យ៉ាងដែលធ្វើឲ្យមនុស្សសប្បាយចិត្តមានមនុស្សដែលខ្លួនស្រឡាញ់មានអ្វីដែលត្រូវធ្វើនិងមានអ្វីដែលទន្ទឹងរង់ចាំការដែលមាននរណាម្នាក់ស្រឡាញ់មានន័យថាមិនត្រឹមតែត្រូវបានគេស្រឡាញ់ប៉ុណ្ណោះទេប៉ុន្តែថែមទាំងយើងមានសមត្ថភាពក្នុងការស្រឡាញ់អ្នកដទៃនិងពិភពលោកការមានភារកិច្ចដែលត្រូវធ្វើឲ្យយើងអាចសម្រេចរឿងអ្វីមួយជារៀងរាល់ថ្ងៃវាមិនអាស្រ័យលើកិច្ចការធំឬតូចនោះទេវាអាស្រ័យតែលើថាតើយើងចូលចិត្តធ្វើវាឬអត់មនុស្សមិនខ្លាចការបន្ទាបខ្លួនទេប៉ុន្តែពួកគេខ្លាចបាត់បង់ក្តីសង្ឃឹមការទន្ទឹងរង់ចាំថ្ងៃស្អែកនិងការទន្ទឹងរង់ចាំពន្លឺថ្ងៃនឹងធ្វើឲ្យមនុស្សក្រោកឈរឡើងពីភាពងងឹតទៅមើលផ្ទៃមេឃដែលមានពណ៌ខៀវស្រងាត់យើងតែងតែងងឹតងល់នឹងពាក្យនិងការបរិយាយរបស់មនុស្សភាគច្រើនដោយភ្លេចថាយើងនៅមានញៀនដើម្បីស្វែងយល់ពីអ្វីដែលយើងមិនស្គាល់ដូច្នេះហើយនៅទីបញ្ចប់យើងអាចមើលឃើញតែទេសភាពដែលមនុស្សគ្រប់គ្នាអាចមើលឃើញប៉ុន្តែយើងពិបាកចូលទៅក្នុងគំនូរតែមួយគត់ដែលមានទេសភាពប្លែកៗចិត្តដូចគ្នាអ្នកខ្លះអាចរំកិលភ្នំអ្នកខ្លះអាចបំពេញសមុទ្រហើយអ្នកខ្លះទៀតកើតទុកនឹងសប្បាយរៀងៗខ្លួនមានតែអ្នកដែលមានបេះដូងធំប៉ុណ្ណោះដែលអាចមានឆន្ទៈធំហើយមានតែអ្នកដែលមានឆន្ទៈធំប៉ុណ្ណោះដែលអាចសម្រេចនូវកិច្ចការដ៏អស្ចារ្យតើការសប្បាយចិត្តបច្ចុប្បន្នមានន័យដូចម្ដេចវាគ្មានអ្វីក្រៅពីដំណើរការនៃការពង្រីកបេះដូងនោះទេគ្រាន់តែស្នាមញញឹមដាក់ជីវិតរាល់ថ្ងៃភ្លើងឆេះក្នុងចិត្តមនុស្សគ្រប់គ្នាអ្នកធ្វើដំណើរបានត្រឹមតែឃើញផ្សែងប៉ុណ្ណោះប៉ុន្តែអ្នកដែលឃើញភ្លើងគឺជាអ្នកដែលចូលមកកំដរយើងនៅពេលដែលអ្នកចាស់ហើយកលេចមួយជីវិតរបស់អ្នកនឹងដឹងថាអ្នកបានរៀនច្រើនប៉ុណ្ណានៅពេលដែលអ្នកសម្រេចចិត្តធ្វើការងារដំបូងនៅពេលដែលអ្នកជ្រើសរើសដៃគូនិងស្ដីស្រឡាញ់នៅពេលដែលអ្នករៀបការវាពិតជាមានការផ្លាស់ប្ដូរយ៉ាងខ្លាំងនៅជោគវាសនារបស់យើងនៅពេលដែលអ្នកដើរដល់ផ្លូវបំបែកហើយងាកមកក្រោយវានឹងក្លាយជាកំណត់ហេតុប្រចាំថ្ងៃរបស់អ្នក
នៅពេលនោះអ្នកនឹងគិតថាវាជារឿងធម្មតានៅក្នុងជីវិតនៅពេលអ្នកក៏លេចមើលទៅក្រោយអ្នកស្រាប់តែដឹងថាការខិតខំប្រឹងប្រែងរបស់អ្នកពេញមួយជីវិតគឺគ្រាន់តែដើម្បីបំពេញចិត្តមនុស្សជុំវិញខ្លួនប៉ុណ្ណោះដើម្បីទទួលបានការកោតសរសើរនិងស្នាមញញឹមពីអ្នកដទៃខ្ញុំស្រាប់តែដឹងថាខ្ញុំដើរដល់ពាក់កណ្ដាលផ្លូវខ្ញុំមិនអាចត្រឡប់ក្រោយវិញបានទេខ្ញុំលែងធ្វើពុតថាខ្ញុំមានមិត្តច្រើនទៀតហើយប៉ុន្តែខ្ញុំចាប់ផ្ដើមទទួលស្គាល់ថាខ្ញុំឯកាហើយចាប់ផ្ដើមជីវិតតែម្នាក់ឯងនេះជាការពិតនៃជីវិតពេលខ្លះខ្ញុំមិនអាចទ្រាំទ្រនឹងការធ្វើទរណកម្មនៃភាពទទេដោយសារតែភាពឯកាប៉ុន្តែខ្ញុំជោគចិត្តរក្សាតម្លៃខ្លួនឯងតាមរបៀបនេះជីវិតគ្មានអ្វីទេមានតែហេតុនិងផលអតីតកាលនឹងមិនត្រឡប់មកវិញទេហើយទោះបីវាអាចត្រឡប់មកវិញវាក៏លែងល្អឥតខ្ចោះទៀតហើយជីវិតមានការឡើងចុះហើយអ្នកអាចបាត់បង់អ្វីគ្រប់យ៉ាងប៉ុន្តែអ្នកមិនអាចបាត់បង់អារម្មណ៍ខ្លួនឯងទេសុភមង្គលដ៏ធំបំផុតនៅក្នុងជីវិតគឺការជឿជាក់យ៉ាងមុតមាំថានរណាម្នាក់ស្រឡាញ់យើងអតីតកាលមិនអាចបំភ្លេចបានប៉ុន្តែយើងត្រូវតែបោះបង់ចោលដោយសារតែមានថ្ងៃស្អែកថ្ងៃនេះតែងតែជាថ្ងៃដែលយើងត្រូវចាប់ផ្ដើមសារជាថ្មីជីវិតដ៏ស្រស់បំព្រងគឺជីវិតដ៏សាមញ្ញហើយសុភមង្គលគឺនៅពេលដែលយើងយល់ពីភាពសាមញ្ញការរៀនធ្វើជាមនុស្សសាមញ្ញតាមពិតទៅមិនសាមញ្ញនោះទេ